អារម្មណ៍នោះវាសប្បាយវាភើបនោះវាដូចគ្មានអីប្រៀបបានវាធ្លាប់អត់វ៉ាដល់មកនេះទៅវាយើងរីកចម្រើនអញ្ចឹងទៅអារម្មណ៍យើងដូចថាវាសប្បាយហើយក៏មានអីប្រៀបបានដែរធ្លាប់មានលំបាកនៅភូមិចាស់រឿងពិបាកដែរនឹងធ្វើតសែនឹងឆ្កាបន្តិចតួចអាឆ្កាឆ្នាំអត់កើតទេកាពីពេលគេហៅខ្ញុំនោះនៅក្រៅខ្ញុំដើរជួលទៅដីគេធ្វើទេខ្សែក៏ជួលគេឆ្កាក៏ជួលគេរួចផ្ទះនោះមានតែក្បាលដីវាដប់អញ្ចេះវា5ដប់ឯងដល់គាត់នៅលើតែឈ្មោះជាប់នោះអហ្មងនោះដែលបានដីមកនៅខាងនឹងនៅឃើញថាអញប៉ុណ្ណេះបានហើយមហាត់កន្លះវាគួររស់នៅបានផ្សំគេហើយគេចែកដីលំនៅឋានបានក្បាល20បដ 50ដល់ដីខាងកសិកម្មនោះបានក្បាល100បដ 150វាស្មើនឹងមហាត់កន្លះសុកកណើតនៅភូមិច្បក់ឃុំច្បក់ស្រុកបៃសពខេត្តកញ្ចេះមានគ្រួសារឲ្យកូន4នាក់ប្រុស3ស្រី1មកនៅដំបងបែ40គ្រួសារដែរទេរួចដល់ពេលនេះទីគេចេះចូលមកតមកនៅបាងក្រែលទៅអាដំបងនោះមនុស្សដូចជីងចូលអត់ចង់មកនៅដែរនោះអាខ្លះគ្នាអត់មកតូចជីអត់អីបងហើយទីខ្ញុំវិញបានអាកាចាស់មួយហ្នឹងចេះមកថឹកគេនៅជាប់ទៅរាល់ថ្ងៃគេជួយដំបងសាងសង់ផ្ទះប៉ុនគ្រឿងហ្នឹងវាខ្វះដែររួចទៅក្រៅពីហ្នឹងគេជួយគ្រប់មុខដែរហ្នឹងសម្ភារៈគេប្រើដូចជាកោយន្តតលេថោងអាម៉ាស៊ីនកាត់ស្មៅគ្រប់ទាំងអស់កាលពីស្តែនទឹកស្តែននៃទាំងអស់គេជួយយើងគ្រប់បើនិយាយគ្រប់ស្ថាប័នមកជួយមកខាងសាមតេនហ្នឹងអត់មានថាពិបាកប្រើទេខ្លាចតែយើងយកទៅលក់មើលទៅខាងកសិកម្មស្វាយចន្ទីខ្ញុំមើលទៅវាចម្រើនជាងដំណាំស្អីទាំងអស់ព្រោះយើងដីយើងវាទូចដល់អញ្ចឹងខាងចន្ទីខ្ញុំមើលទៅវាគុណភាពវាតែ2ឆ្នាំហើយនឹងទៅ3ឆ្នាំវាបានផលបើខ្ញុំឥឡូវនេះខ្ញុំថា M23 ហ្នឹងវាខ្លាំងជាងពូជដូនតាយើងព្រោះដូនតាយើងវាអាក្របល្អិតហ្នឹងយើងតាមធម្មជាតិវាពិបាកដែរណាគ្រូដល់អានេះយើងប្រើអាជីយើងធម្មជាតិនឹងទៀតទៅវាដូចថាតោនវាហ្នឹងវានឹងកាលពីយើងចាប់ធ្វើអាហ្នឹងមកវាគ្រាន់បើវាកាលពីបង្កើតសហគមន៍មកចន្ទីវានិយាយវាតម្លៃវាបានរីកចម្រើនជាងកាលពេលមិនទាន់មានសហគមន៍វាតម្លៃវាដូចថាវាថេអញ្ចឹងវាអត់មានទីផ្សារណាមកតម្លាក់បានទេតម្លៃហ្នឹងវានៅតម្លៃដែរហ្នឹងហ្មងហើយកាលពេលមិនទាន់មានហ្នឹងវាសាច់ទៅវាទេវាតម្លាក់វាឡើងជីវភាពខ្ញុំមកនៅជាសហគមន៍នេះវាជីវភាពវាដូចថាវាបានចូល60%ដែរវាគ្រាន់បែរជាងអាពេលយើងមិនទាន់បានចូលវាមិនទាន់បានខ្លាំងទេវាគ្រាន់បានទៅប្រហែល60%ខ្ញុំមកនៅនេះឃើញជាពលរដ្ឋវាមើលទៅដូចថារីកចម្រើនច្រើនដែរព្រោះនិយាយផ្លូវពេលមកពីមុនអត់មែននោះឯងពិបាកដែរដល់ឥឡូវអារម្មណ៍វាអត់អីទេផ្លូវទឹកអីហ្នឹងយើងបានមានផ្លូវមកដល់ទឹកយើងជីកដងជីកអីអញ្ចឹងទៅវាអាចថាចង់គ្រប់គ្រាន់ហើយវាអត់ដូចយើងមកដំបងពេលមកដំបងគ្នាសុទ្ធ2សុទ្ធអីយប់ឡើងដល់ឥឡូវមានផ្លូវមានអីចូលអញ្ចឹងទៅរីកចម្រើនច្រើនណាយប់ប្រលប់ឲ្យយើងដើរផ្ទះមួយទៅផ្ទះមួយឲ្យបានពេលឈឺស្កាត់បើថ្ងៃនេះវាយើងដូចថាតំផ្ដាសាយផ្ដាអីយើងទៅបើកនឹងដុលគេលើទួលនេះបានបើធ្ងន់នេះទៅក្រៅដែរបច្ចុប្បន្នហ្នឹងវានៅពិបាកបន្តិចបន្តួចដែរចង់សនំពររាជរដ្ឋាភិបាលជួយជាកសិករយើងដែលនៅនេះព្រោះវានៅខ្វះខាតដូចជាវត្តអារាមអីចឹងដល់អញ្ចឹងដូចថាយើងចាស់ទុំនៅនេះទៅអត់មានកន្លែងណាទៅនេះអីសំសើមកយល់កុំមានលោកដែរធ្វើសឡុំបានមួយដល់អញ្ចឹងវាខ្វះខាតច្រើនណា
ចង់ស្នើគ្រូឲ្យបានពហិននេះបានដល់ថ្នាក់ទី5ទី6អីចឹងផងព្រោះសើរហងៃខ្ញុំឃើញទៅស្ទឹងធំនោះវាពិបាកផ្លូវជិះម៉ូតូវាច្រើនណាស់អញ្ចឹងបាក់រួននៅគ្នាថ្មីឲ្យទូចទៀតជិះម៉ូតូពិបាកគ្រូសូមស្នើតែប៉ុណ្្នឹងខ្ញុំអរគុណរាជរដ្ឋាភិបាលដែលបានជួយប្រជាជននៅក្នុងឃុំច្រកហ្នឹងដើម្បីបានរីកចម្រើនទាំងអស់គ្នា